សួស្តីបងប្អូនថ្នាក់ទី4ទាំងអស់គ្នាថ្ងៃនេះលោកគ្រូមានមេរៀនមួយគឺតាក់ទងទៅនឹងការបដូរឯកតារង្វាស់ពេលវេលាពីម៉ោងទៅនាទីជាទូទៅនៅក្នុងនាឡិកាពេលវេលាគឺមានតនិចម៉ោងតនិចនាទីនិងតនិចវិនាទីប៉ុន្តែនៅក្នុងថ្ងៃនេះគឺលោកគ្រូផ្ដោតតែលើការបដូរពីម៉ោងទៅនាទីថា1ម៉ោងស្មើប៉ុន្មាននាទីហើយប៉ុន្មាននាទីស្មើនឹងប៉ុន្មានម៉ោងវិញជាទូទៅគឺ1ម៉ោងស្មើ60នាទីចំណែកឯ60នាទីវិញគឺស្មើនឹង1ម៉ោងឧទាហរណ៍ថា2ម៉ោងស្មើនាទីដោយបងប្អូនបានដឹងហើយថា1ម៉ោងគឺស្មើនឹង60នាទីបើសិនជា1ម៉ោងស្មើ60នាទីចុះ2ម៉ោងស្មើប៉ុន្មាននាទីវិញគឺស្មើនឹង120នាទីតើធ្វើដូចម្ដេចដើម្បីស្មើនឹង120នាទីនេះចឹងដើម្បីរកឲ្យឃើញថាតើពិតជាស្មើ120នាទីមែនឬអត់គឺយើងត្រូវតែយកចំនួនម៉ោងគឺ2ម៉ោងទៅគុណនឹង60នាទីព្រោះអី1ម៉ោងគឺស្មើ60នាទីបាត់ហើយចុះទម្រាំតែ2ម៉ោងតើស្មើនឹងប៉ុន្មាននាទីគឺច្បាស់ជាស្មើនឹង120គឺយើងយកចំនួនម៉ោងទៅគុណនឹង60នាទីអញ្ចឹង2គុណនឹង60ឬក៏យើងអាចត្រឡប់បានវិធីគុណយើងអាចត្រឡប់តួគុណបានអញ្ចឹង2គុណ60យើងអាច60គុណនឹង2វិញអញ្ចឹង2 0ដង0 2 6ដង10 12សេរី10 12អញ្ចឹងយើងបាន120នេះគឺជាចំនួននាទីអញ្ចឹងយើងរកឃើញគឺ120នាទីបើសិនជា2ម៉ោងស្មើ120នាទីចុះឧទាហរណ៍ថា3ម៉ោងស្មើប្រមាណនាទីវិញបើយើងដឹងថា1ម៉ោងគឺស្មើនឹង60នាទីចុះ3ម៉ោងអញ្ចឹងមានន័យថាយើងយកចំនួនម៉ោង3ម៉ោងហ្នឹងទៅគុណនឹង60នាទីអញ្ចឹងយើងគុណធម្មតាយក3គុណ60ឬក៏60គុណនឹង3អញ្ចឹង3 0ដង0 3 6ដង10 18សេរី10 18អញ្ចឹងផលគុណដែលយើងរកឃើញនេះគឺជាចំនួននាទីទាំងអស់អញ្ចឹង180នាទីអញ្ចឹងមានន័យថាម៉េចមានន័យថា3ម៉ោងគឺស្មើប្រមាណនាទីគឺស្មើនឹង180នាទីដើម្បីបដូរពីម៉ោងទៅនាទីយើងត្រូវធ្វើដូចម្ដេចយើងត្រូវយកចំនួនម៉ោងគុណនឹងប្រមាណគុណនឹង60ដើម្បីបដូរពីម៉ោងទៅនាទីតើយើងត្រូវធ្វើដូចម្ដេចគឺយើងត្រូវយកចំនួនម៉ោងទៅគុណនឹង60ឧទាហរណ៍ដូចខាងលើអញ្ចឹង2ម៉ោងស្មើប្រមាណនាទី2ម៉ោងគឺស្មើនឹង120នាទីមានន័យថាយើងយកចំនួនម៉ោង2ម៉ោងនេះទៅគុណនឹង60នាទី3ម៉ោងក៏ដូចគ្នាយើងយកចំនួន3ម៉ោងនេះទៅគុណនឹង60យើងនឹងបានឃើញនាទីទាំងអស់គឺ180នាទីអញ្ចឹងរាល់ម៉ោងទាំងអស់មិនមែនថាតែ2ម៉ោងឬក៏3ម៉ោងទេ4ម៉ោង5ម៉ោងឬក៏10ម៉ោង20ម៉ោងឲ្យតែបដូរទៅជានាទីទាំងអស់ឲ្យតែយើងគិតជានាទីទាំងអស់គឺយើងត្រូវតែគុណនឹង60ទាំងអស់អញ្ចឹងនេះគឺជាការបដូរឯកតារង្វាស់ពេលវេលាពីម៉ោងទៅនាទីយើងត្រូវយកចំនួនម៉ោងគុណនឹង60អញ្ចឹងវីដេអូថ្ងៃនេះលោកគ្រូមានតែប៉ុណ្្នឹងទេសូមអរគុណ